ការទូរភ័ព្ទភ័យកាត់ឡើងក្នុងដែនអលកបៈបរិសម្នាក់ឈ្មោះកោតុហលិកៈមិនអាចនឹងរស់នៅបានក៏នាំភរិយាដែលមានកូនខ្ចីឈ្មោះកាលីកាន់យកនៅស្បៀងសម្រាប់ដើរផ្លូវឆ្ងាយទៅហើយដោយបំណងថានឹងទៅរស់នៅឯក្រុងកោសំពីអាចារ្យពួកខ្លះពោលថាបុរសឈ្មោះកោតុហលិកៈចេញទៅហើយក្នុងការមហាជនកំពុងស្លាប់ដោយអហិវាតរោគខ្យល់រោគមានពិសដូចជាពិសពោះពីអ្នកប្តីប្រពន្ធធ្វើដំណើរទៅការស្បៀងអស់ហើយត្រូវសេចក្តីស្រេកឃ្លានក្របសង្កត់មិនអាចនឹងនាំបុត្ររបស់ខ្លួនទៅបានគ្រានោះបុរសជាស្វាមីពោលនឹងភរិយាថាមនានាងដោយចម្រើនកាយយើងទាំងពីរនាក់នៅមានជីវិតក៏នឹងបានបុត្រទៀតចោលបុត្រនេះហើយធ្វើដំណើរទៅចោះធម្មតាថាហរតីរបស់មាតាជាធម្មជាតិដ៏ទន់ព្រោះហេតុនោះទើបនាងនិយាយថាខ្ញុំមិនអាចចោលកូនដែលនៅមានជីវិតបានទេស្វាមីថាបើដូច្នេះយើងនឹងធ្វើដូចម្ដេចភរិយាថាយើងផ្លាស់ប្ដូរវេនគ្នានាំគេទៅមាតាលើកបុត្រឡើងដូចជាលើកកម្រងផ្កាក្នុងវីរៈវេនរបស់ខ្លួនឲ្យដេកឯកដល់ទ្រង់នាំទៅដោយចង្កេះក៏ឲ្យដល់បិតាវេទនាមានកម្លាំងខ្លាំងជាងសេចក្តីស្រេកឃ្លានកើតឡើងដល់បុរសដែលជាស្វាមីនោះក្នុងការដែលខ្លួនទទួលយកបុត្រនោះហើយដាក់ចោះបុរសដែលជាស្វាមីក៏និយាយនឹងភរិយារឿយៗថាមនានាងដោយចម្រើនយើងនៅមានជីវិតនឹងបានបុត្រទៀតពុំខានចូលចោលកូននេះទៅចោះចំណែកស្ត្រីជាភរិយាក៏ហាមឃាត់បុរសដែលជាស្វាមីរឿយៗហើយក៏ស្ងៀមទៅមិនបានឆ្លើយអ្វីទាំងអស់កូននោះត្រូវមាតានិងបិតាផ្លាស់ប្ដូរវេនគ្នាតាមវីរៈយ៉ាងនោះនឿយហត់ហើយក៏ដេកលក់ក្នុងដៃរបស់បិតាទៅបុរសដែលជាស្វាមីដឹងថាកូនប្រុសរបស់ខ្លួនដេកលក់ក៏បណ្ដោយឲ្យភរិយាដើរទៅមុនហើយយកកូនឲ្យដេកលើកម្រាលស្លឹកឈើក្រោមគុម្ពឈើមួយគុម្ពហើយដើរទៅតាមក្រោយមាតាបែរត្រឡប់មើលមិនឃើញកូនក៏សួរថាបបិទ្ធអ្នកជាស្វាមីកូនរបស់យើងទៅណាបុរសដែលជាស្វាមីឆ្លើយថាខ្ញុំឲ្យដេកលើកម្រាលក្រោមគុម្ពឈើមួយគុម្ពឯណោះភរិយាគក់ទ្រង់ខ្សឹបខ្សួរពោលថាបបិទ្ធអ្នកជាស្វាមីលោកកុំធ្វើឲ្យខ្ញុំវិនាសឡើយខ្ញុំវាកូនចេញហើយមិនអាចរស់នៅបានទេសូមលោកចូលទៅនាំយកកូនមកឲ្យខ្ញុំវិញគ្រានោះបុរសដែលជាស្វាមីក៏ត្រឡប់យកកូននោះមកវិញរីឯកូននោះក៏បានស្លាប់តាមផ្លូវបាត់ទៅហើយនាយកោតុហលិកៈចោលកូនក្នុងទីប្រមាណប៉ុណ្ណោះទើបត្រូវគេយកទៅបោះចោលអស់7ដងក្នុងរវាងនៃភពដោយផលនៃកម្មនោះដោយប្រការដូចនេះដែលឈ្មោះថាបាបកម្មបុគ្គលមិនគួរមើលងាយថាមានប្រមាណតិចតួចដូច្នេះឡើយពីអ្នកប្តីប្រពន្ធធ្វើដំណើរទៅកាន់ត្រកូលអ្នករសាគោមួយគឺអ្នកចិញ្ចឹមគោក្នុងថ្ងៃមួយមានពិធីមង្គលដើម្បីមេគោរបស់នាយកោបាលព្រះបច្ចេកពុទ្ធមួយព្រះអង្គរមែងឆាន់ក្នុងផ្ទះរបស់នាយកោបាលជានិច្ចនាយកោបាលនោះនិមន្តព្រះបច្ចេកពុទ្ធឲ្យឆាន់ស្រេចហើយទើបបានធ្វើនៅពិធីមង្គលបាយយ៉ាស់ជាច្រើនដែលនាយកោបាលនោះតាក់តែងទុកហើយនាយកោបាលបានឃើញពីអ្នកប្តីប្រពន្ធនោះមកដល់ហើយក៏សួរថាអ្នកមកអំពីទីណាបានដឹងរឿងរ៉ាវនោះហើយជាកុលបុត្រអ្នកមានចិត្តទន់ក៏ធ្វើសេចក្តីអនុគ្រោះចំពោះប្តីប្រពន្ធនោះញ៉ាំងគេឲ្យនៅបាយយ៉ាស់និងទឹកដោះថ្លាជាច្រើនដល់ពីអ្នកប្តីប្រពន្ធនោះប្រពន្ធពោលនឹងប្តីថាបបិទ្ធអ្នកជាម្ចាស់កាលលោកនៅមានជីវិតខ្ញុំក៏ឈ្មោះថានៅមានជីវិតដែរលោកជាអ្នកមានពោះផតអស់ការជាយូរមកហើយចូលបរិភោគតាមសេចក្តីត្រូវការចោះដូច្នេះហើយក៏ដាក់បាយយ៉ាស់និងសព្វេចំពោះមុខប្តីចំណែកខ្លួនឯងបរិភោគនៅសព្វេតែបន្តិចបន្តួចប៉ុណ្ណោះចំណែកនាយកោតុហលិកៈបរិភោគមធុបាយយ៉ាស់ច្រើនពេកមិនអាចកាត់ចំណងក្នុងរសនៃអាហារបានព្រោះខ្លួនស្រេកឃ្លានអស់7-8ថ្ងៃហើយនាយកោបាលលួសញ៉ាំងបុគ្គលឲ្យនៅបាយយ៉ាស់ដល់ប្តីប្រពន្ធហើយទើបបរិភោគជាខាងក្រោយនាយកោតុហលិកៈអង្គុយមើលនាយកោបាលឃើញដុំបាយយ៉ាស់ដែលនាយកោបាលពួនហើយឲ្យដល់មេឆ្កែដែលដេកនៅក្រោមតុក៏គិតថាយីមេឆ្កែនេះមានបុណ្យច្រើនណាស់ណទើបបានភ័យជន់បែបនេះជានិច្ចនាយកោតុហលិកៈនោះមិនអាចញ៉ាំងបាយយ៉ាស់ឲ្យរលាយបានទើបធ្វើការកិរិយាក្នុងពេលរាត្រីនោះហើយកើតក្នុងផ្ទៃនៃមេឆ្កែនោះគ្រានោះភរិយារបស់គាត់ធ្វើសរីរកិច្ចដុតហើយក៏ធ្វើការស៊ីឈ្នួលក្នុងផ្ទះនោះឯងបានអង្គមួយនាលចំអិនហើយយកទៅដាក់បាតព្រះបច្ចេកពុទ្ធហើយពោលថាបបិទ្ធលោកម្ចាស់ដោយចម្រើនសូមកុសលនេះចូលមានដល់ទាស័ករបស់លោកម្ចាស់ចោះដូច្នេះហើយទើបគិតថាអញគួរតែនៅក្នុងទីនេះឯងលោកម្ចាស់ដោយចម្រើនអង្គនេះតែងតែមកកាន់ទីនេះជានិច្ចទ
តីយធម៌មានក្តីមិនមានក្តីមិនជាបញ្ហាយើងថ្វាយបង្គំហើយធ្វើការខ្វល់ខ្វាយបងរើញ៉ាំងចិត្តឲ្យជ្រះថ្លារាល់ថ្ងៃនឹងជួបប្រសពនៅបនច្រើនគិតដូច្នេះហើយទៅបនាងធ្វើជាទាស័យក្នុងផ្ទះនោះឯងក្នុងខែទី6ទី7មេឆ្កែនោះឯងក៏កើតកូនឈ្មោលមួយនាយគោបាលក៏បញ្ជាឲ្យនៅទឹកដោះស្រស់ដល់កូនឆ្កែនោះមិនយូរប៉ុន្មានកូនឆ្កែនោះក៏ធំធាត់ឡើងគ្រានោះព្រះបច្ចេកពុទ្ធកាឆាន់រមែងឲ្យដុំបាយមួយដុំដល់កូនឆ្កែនោះជានិច្ចព្រោះអាស្រ័យដុំបាយនោះទៅកូនឆ្កែមានសេចក្តីស្រឡាញ់ព្រះបច្ចេកពុទ្ធនោះនាយគោបាលរមែងទៅកាន់ទីបម្រើព្រះបច្ចេកពុទ្ធមួយថ្ងៃ2 ដងជានិច្ចនាយគោបាលនោះការដើរទៅតែងប្រហារនៅគុម្ពឈើទាំងឡាយផងនៅផែនដីផងដោយដំបងក្នុងទីដែលមានសត្វសាហាវតាមផ្លូវបញ្ចេញសម្លេងថាសុអស់វរៈ3 ដងញ៉ាំងសត្វសាហាវទាំងឡាយឲ្យរត់ចេញទៅឯកូនឆ្កែនោះតែងតែទៅជាមួយនឹងនាយគោបាលនោះដែរក្នុងសម័យថ្ងៃមួយនាយគោបាលក៏ពោលទៅកាន់ព្រះបច្ចេកពុទ្ធថាបបិទ្ធលោកម្ចាស់ដោយចម្រើនកាលណាខ្ញុំព្រះអង្គមិនមានឱកាសទំនេរក្នុងការនោះខ្ញុំម្ចាស់នឹងបញ្ជូនកូនឆ្កែនេះមកសូមលោកម្ចាស់គប្បីមកតាមសញ្ញានៃកូនឆ្កែជាសត្វដែលខ្ញុំម្ចាស់បញ្ជូនមកហើយតាំងពីការនោះមកក្នុងថ្ងៃដែលមិនមានឱកាសនាយគោបាលនោះក៏បញ្ជូនកូនឆ្កែទៅថាណែបាឯងចូលទៅនាំលោកម្ចាស់មកដោយពាក្យត្រឹមតែមួយម៉ាត់ប៉ុណ្ណោះកូនឆ្កែនោះក៏ស្ទុះរត់ទៅដល់ទីដែលនាយគោបាលវាយគុម្ពឈើនឹងផែនដីក៏ព្រុសឡើង3 ដងដឹងថាសត្វសាហាវរត់បាត់អស់ដោយសារសម្លេងនោះហើយក៏ទៅកាន់សំណាក់របស់ព្រះបច្ចេកពុទ្ធដែលធ្វើសរីរៈបដិបត្តិពីព្រលឹមចូលទៅកាន់បណ្ណសាលាទៅដល់ទ្វារបណ្ណសាលាហើយព្រុសឡើង3 ដងឲ្យព្រះបច្ចេកពុទ្ធដឹងថាខ្លួនមកដល់ហើយក៏ដេកក្រាបនៅទីដ៏សមគួរមួយការព្រះបច្ចេកពុទ្ធកំណត់ពេលវេលាចេញទៅហើយកូនឆ្កែនោះដើរបណ្ដើរព្រុសបណ្ដើរអំពីខាងមុខចំណែកព្រះបច្ចេកពុទ្ធការនឹងលបងមើលកូនឆ្កែក៏ធ្វើជានិមន្តទៅកាន់ផ្លូវដតីក្នុងចន្លោះពេលនោះកូនឆ្កែនោះក៏រត់ទៅឈរព្រុសស្ទាក់មុខព្រះបច្ចេកពុទ្ធហើយនាំលោកចុះមកកាន់ផ្លូវក្រៅពីនេះក្នុងថ្ងៃមួយនោះព្រះបច្ចេកពុទ្ធការនឹងលបងមើលសុនខៈនោះទៅនិមន្តទៅកាន់ផ្លូវដតីទៀតសំបីកូនឆ្កែនោះក៏ឈរព្រុសស្ទាក់នៅពីខាងមុខក៏មិនត្រឡប់យកជើងទាត់សុនខៈនោះហើយនិមន្តទៅសុនខៈដឹងថាព្រះបច្ចេកពុទ្ធមិនត្រឡប់ក៏ត្រឡប់ទៅខាំជីស្បង់ទាញមកនាំលោកចុះមកកាន់ផ្លូវដើមវិញទៀតសុនខៈនោះបានញ៉ាំងសេចក្តីស្រឡាញ់ដ៏មានកម្លាំងឲ្យកើតមានហើយចំពោះព្រះបច្ចេកពុទ្ធអង្គនោះដោយប្រការដូចនេះក្នុងការជាចំណែកដតីចីវររបស់ព្រះបច្ចេកពុទ្ធបានចាស់ក្រំគ្រានោះនាយគោបាលបានប្រគេនសម្ពុតសម្រាប់ធ្វើចីវរដល់លោកព្រះបច្ចេកពុទ្ធពោលទៅកាន់នាយគោបាលនោះថាមនាអ្នកដ៏ចម្រើនការធ្វើចីវរជាកម្មដែលបុគ្គលធ្វើម្នាក់ឯងបានដោយលំបាកអាត្មានឹងទៅកាន់ទីជាទីសប្បាយហើយនឹងធ្វើនាយគោបាលថាបបិទ្ធលោកម្ចាស់ដ៏ចម្រើននិមន្តធ្វើក្នុងទីនេះចុះព្រះបច្ចេកពុទ្ធថាមនាអ្នកដ៏មានអាយុអាត្មាមិនអាចនាយក៏បានថាបបិទ្ធលោកម្ចាស់ដ៏ចម្រើនបើដូច្នោះសូមលោកម្ចាស់កុំទៅកាន់ទីដតីអស់កាលយូរពេកសុនខៈបានឈរស្ដាប់ពាក្យរបស់ព្រះបច្ចេកពុទ្ធនិងនាយគោបាលនោះនិយាយគ្នាព្រះបច្ចេកពុទ្ធពោលនឹងនាយគោបាលនោះថាណែឧបាសកចូលឈប់ចុះឲ្យនាយគោបាលត្រឡប់ទៅវិញហើយហោះឡើងទៅកាន់វេហាមានមុខឆ្ពោះទៅកាន់ភ្នំសុនខៈសម្លឹងមើលព្រះបច្ចេកពុទ្ធដែលហោះទៅកាន់អាកាសហើយក៏ឈរលូការព្រះបច្ចេកពុទ្ធនោះកន្លងផុតចក្ខុទៅហតិយៈក៏បែកដែលឈ្មោះថាសត្វដេរឆានទាំងឡាយជាសត្វមានជាតិជាអ្នកស្មោះត្រង់ចំណែកមនុស្សចិត្តគិតផ្សេងមាត់និយាយផ្សេងមិនដូចគ្នាព្រោះហេតុនោះឯងបុត្ររបស់នាយត្រមាក់ដំរីឈ្មោះពេសៈពោលថាបបិទ្ធព្រះអង្គដ៏ចម្រើនខន្ធៈបញ្ចកៈគឺមនុស្សនេះសាមញ៉ាំក៏កិច្ចក៏កុចណាស់បបិទ្ធព្រះអង្គដ៏ចម្រើនខន្ធៈបញ្ចកៈនេះគឺបសុសត្វនេះជាសត្វស្លូតត្រង់សុនខៈនោះធ្វើការកិរិយាទៅហើយកើតក្នុងឋានតាវតឹងមានទេពអប្សរ 1000 ហើយហោមចោមរោមជាបរិវារបានសម្បត្តិដ៏ធំក៏ព្រោះជាសត្វមានការឃើញដ៏ត្រូវត្រង់និងមិនវិចវេនោះដោយប្រការដូចនេះការទេវបុត្រនោះខ្សឹបក្នុងទីចិត្តត្រចៀករបស់បុគ្គលណាសំឡេងរមែងផ្សាយទៅកាន់ទីឆ្ងាយ16 យោជន៍ចំណែកសំឡេងដែលនិយាយធម្មតារមែងផ្សាយទៅពេញទាំងទេពនគរដែលមានប្រមាណ 10000 យោជន៍
ព្រោះហេតុនោះឯងទើបទេវបុត្រនោះមាននាមថាខោសកទេវបុត្រនេះជាផលនៃកម្មអ្វីជាផលនៃការព្រោះដោយសេចក្តីស្រឡាញ់ព្រះបច្ចេកពុទ្ធខោសកទេវបុត្រនោះតាំងនៅក្នុងទេពនគរនោះមិនយូរប៉ុន្មានក៏ជោតិពិតណាស់ទេវបុត្រទាំងឡាយរមែងជោតិចទេវលោកដោយហេតុ4យ៉ាងគឺ1អយុខយេនៈដោយការអស់អាយុ2បញ្ញខយេនៈដោយការអស់បុណ្យ3អាហារខយេនៈដោយការអត់អាហារ4កោពេនៈដោយសេចក្តីក្រោធក្នុងបណ្ដាហេតុទាំង4យ៉ាងនោះទេវបុត្រអង្គណាធ្វើបញ្ញកម្មទុកច្រើនទេវបុត្រអង្គនោះកើតក្នុងទេវលោកតាំងនៅក្នុងទេវលោកដរាបដល់អស់អាយុហើយក៏រមែងកើតក្នុងទេវលោកជាន់ខ្ពស់ឡើងទៅយ៉ាងនេះឈ្មោះថារមែងជោតិដោយការអស់អាយុទេវបុត្រអង្គណាធ្វើបុណ្យទុកតិចតួចបុណ្យនោះរមែងអស់ទៅក្នុងចន្លោះដោយធនញ្ញជាតិដែលបុគ្គលដាក់ក្នុងចង្រុកធំប្រមាណត្រឹមតែ 4-5 នាដូច្នោះយ៉ាងនេះឈ្មោះថារមែងជោតិដោយការអស់បុណ្យទេវបុត្រអង្គខ្លះរវល់តែបរិភោគកាមគុណមិនបរិភោគអាហារព្រោះការវង្វេងភ្លេចសតិមានការនឿយហត់ក៏ជោតិទៅយ៉ាងនេះឈ្មោះថាជោតិដោយការអស់អាហារទេវបុត្រអង្គខ្លះអត់ទ្រាំមិនបានចំពោះសម្បត្តិទេវបុត្រដតីក្រោធហើយក៏ជោតិយ៉ាងនេះឈ្មោះថាជោតិដោយសេចក្តីក្រោធចំណែកខោសកទេវបុត្រអង្គនេះរវល់តែបរិភោគកាមគុណវង្វេងភ្លេចសតិទើបជោតិដោយការអស់អាហារលួសជោតិហើយទៅបដិសន្ធិក្នុងផ្ទៃនៃស្ត្រីលំអនគរក្នុងក្រុងកោសំពីក្នុងថ្ងៃសម្រាលនាងសួរទាសីថាកូនប្រុសឬកូនស្រីការនាងទាសីឆ្លើយថាបបិទ្ធព្រះនាងជាម្ចាស់កូនប្រុសទើបប្រាប់នាងទាសីឲ្យយកទៅបោះចោលដោយពាក្យថានាងចូលយកទារកនេះដាក់ក្នុងចង្អេរចាស់ហើយយកទៅបោះចោលលើគំនរសម្រាមចោះពិតណាស់ស្ត្រីលំអក្រុងទាំងឡាយរមែងចិញ្ចឹមតែកូនស្រីមិនចិញ្ចឹមកូនប្រុសទេត្បិតថាប្រពៃណីពួកនាងរមែងជាប់តមិនដាច់ដោយសារកូនស្រីក្អែកទាំងឡាយឆ្កែទាំងឡាយនាំគ្នាចោមរោមនៅជុំវិញទារកនោះដោយផលនៃការព្រោះដែលកើតអំពីសេចក្តីស្រឡាញ់ព្រះបច្ចេកពុទ្ធសំបីសត្វតែមួយក៏មិនអាចចូលទៅចិត្តបានក្នុងខណៈនោះមនុស្សចេញទៅខាងក្រៅផ្ទះឃើញក្អែកនិងឆ្កែប្រជុំគ្នាក៏គិតថាអ្វីណោក៏ដើរទៅកាន់ទីនោះឃើញទារកក៏មានសេចក្តីស្នេហាទារកនោះដូចជាកូនរបស់ខ្លួនទើបនាំយកទៅផ្ទះដោយសេចក្តីរីករាយថាយើងបានកូនប្រុសមួយហើយគ្រានោះសេដ្ឋីអ្នកនៅក្នុងក្រុងកោសំពីទៅកាន់រាជត្រកូលបានជួបពុរោហិតដែលដើរមកពីព្រះរាជវាំងក៏សួរថាបបិទ្ធលោកអាចារ្យថ្ងៃនេះលោកបានពិចារណាមើលការប្រកបនៃផ្កាយអ្នកខត្តរិទ្ធដែលជាហេតុនៃគ្រោះល្អឬអាក្រក់ហើយឬពុរោហិតថាអើមហាសេដ្ឋីកិច្ចអ្វីដតីរបស់យើងមានឬសេដ្ឋីថាបបិទ្ធលោកអាចារ្យអ្វីនឹងមានដល់អ្នកជនបទឬពុរោហិតថាអ្វីយ៉ាងដតីមិនមានទេប៉ុន្តែទារកណាដែលកើតក្នុងថ្ងៃនេះនឹងបានជាសេដ្ឋីប្រសើរក្នុងក្រុងនេះគ្រានោះភរិយារបស់សេដ្ឋីមានគភ៌ចាស់ខែព្រោះហេតុនោះសេដ្ឋីនោះក៏បានបញ្ជាបង្រើឲ្យទៅកាន់ផ្ទះយ៉ាងឆាប់ដោយពាក្យថាណែបាឯងចូលទៅចូលដឹងនៅភរិយារបស់អញនេះថាសម្រាហើយឬថានៅឡើយទេលួសដឹងថាមិនទាន់សម្រាគភ៌បរិជាហើយទៅកាន់ផ្ទះយ៉ាងរហ័សហៅទាសីម្នាក់ឈ្មោះកាលីមកហើយឲ្យយកទ្រព្យ 1000 ពោលថានាងចូលទៅរកមើលក្នុងក្រុងនេះឲ្យទ្រព្យ 1000 នាំយកទារកដែលកើតក្នុងថ្ងៃនេះមកនាងកាលីនោះបានដើរទៅកាន់ផ្ទះនោះឃើញទារកហើយក៏សួរស្ត្រីមេផ្ទះថាក្មេងនេះកើតអំពីការណាការស្ត្រីមេផ្ទះនោះឆ្លើយថាកើតក្នុងថ្ងៃនេះឯងទើបនិយាយថាចូលឲ្យក្មេងនេះដល់ខ្ញុំឲ្យតម្លៃតាំងពី1កហបណៈជាដើមរហូតដល់ 1000ហើយនាំក្មេងនោះទៅឲ្យលោកសេដ្ឋីគិតថាបើកូនរបស់យើងកើតមកជាស្រីយើងនឹងសុំគុំវាជាមួយនឹងកូនស្រីរបស់យើងហើយធ្វើឲ្យវាជាម្ចាស់តំណែងសេដ្ឋីបើកូនរបស់យើងជាប្រុសយើងនឹងសម្លាប់វាចោលដូច្នោះហើយក៏ទទួលក្មេងនោះទុកក្នុងផ្ទះរបស់ខ្លួនក្រោយមកកន្លងទៅបាន 2-3 ថ្ងៃភរិយារបស់លោកសេដ្ឋីនោះក៏សម្រាបុត្រប្រុសមួយសេដ្ឋីក៏គិតថាប្រសិនបើមិនមានក្មេងនេះទេកូនប្រុសរបស់យើងក៏នឹងបានតំណែងជាសេដ្ឋីឥឡូវនេះយើងគួរតែសម្លាប់ក្មេងនេះចោលដូច្នេះហើយក៏ហៅនាងទាសីមកហើយប្រាប់ថា
ក្នុងវេលាវងគោចេញពីក្រៅនាងចូលយកក្មេងនេះឲ្យវាដេកទៅតឹងផ្លូវត្រង់កណ្ដាលទ្វារក្រៅគោទាំងឡាយនឹងជលវាឲ្យស្លាប់តែត្រូវដឹងថាគោជន់វាឬមិនជន់ហើយសឹមមកនាងទាសីនោះទៅហើយគ្រាន់តែនាយគោបាបើកទ្វារក្រៅភ្លាមក៏យកក្មេងនោះឲ្យដេកនៅនាទ្វារក្រៅតាមពាក្យបញ្ជារបស់លោកសេដ្ឋីគោឧសភៈដែលជាមេវងក្នុងថ្ងៃមុនចេញអំពីក្រៅក្រោយគេបង្អស់ប៉ុន្តែក្នុងថ្ងៃនោះចេញទៅមុនគោដតីទាំងអស់ហើយបានឈរបាំងការពារទារកទុកក្នុងចន្លោះជើងទាំង4មេគោទាំងឡាយច្រើនរយនាំគ្នាប្រជ្រៀតនៅចំហៀងទាំងពីរខាងនៃគោឧសភៈចេញទៅសំបីនាយគោបាក៏គិតថាគោឧសភៈនេះក្នុងថ្ងៃមុនចេញពីក្រៅក្រោយគេបង្អស់ប៉ុន្តែថ្ងៃនេះចេញទៅមុនគោទាំងអស់ហើយឈរនៅស្ងៀមត្រង់ទ្វារក្រៅតើមានហេតុអ្វីណោះទើបដើរទៅក្រឡេកមើលឃើញក្មេងដេកនៅខាងក្រោមពោះគោនោះត្រឡប់បាននៅសេចក្តីស្នេហាក្មេងនោះដូចជាបុត្ររបស់ខ្លួនក៏នាំទៅកាន់ផ្ទះដែលគិតថាយើងបានកូនប្រុសមួយហើយនាងកាលីទៅកាន់ផ្ទះហើយត្រូវសេដ្ឋីសួរក៏ដំណើររឿងនោះប្រាប់លោកសេដ្ឋីដែលលោកសេដ្ឋីពោលថាមនានាងកាលីនាងឯងចូលទៅហើយចូលឲ្យទ្រព្យ1000កហបណៈដល់បុរសនោះហើយនាំវាត្រឡប់មកវិញដូច្នេះហើយនាងកាលីបានឲ្យទ្រព្យ1000ដល់បុរសនោះហើយនាំទារកនោះត្រឡប់មកប្រគល់ឲ្យលោកសេដ្ឋីវិញព្រាននោះសេដ្ឋីនោះពោលនឹងនាងកាលីថាណែនាងកាលីក្នុងក្រុងនេះមានពួកឈ្មួញរទេះ500តែងតែក្រោកឡើងអំពីងងឹតដែលអរុណមិនទាន់រះទៅដើម្បីជួញដូច្នោះនាងចូលនាំក្មេងនេះទៅឲ្យដេកក្នុងផ្លូវរទេះផ្លូវកង់គោទាំងឡាយនឹងជន់វាឬកង់រទេះទាំងឡាយនឹងកិនខ្លួនវាក៏នាងគប្បីដឹងព្រឹត្តិការណ៍នោះហើយសឹមមកនាងកាលីនាំក្មេងនោះទៅហើយឲ្យដេកនៅនឹងផ្លូវរទេះគ្រានោះដង្ខៅរទេះបានទៅខាងមុខគេលួសទៅដល់ទីនោះគោទាំងឡាយក៏ឈរត្រឹងមិនទៅមុខទៀតព្រមទាំងរលាស់នាំចេញសំបីដង្ខៅរទេះចាប់តឹមញយដងគោទាំងនោះក៏មិនព្រមដើរទៅមុខការដង្ខៅនោះព្យាយាមមួយអន្លើដោយគោទាំងពីរនោះយ៉ាងនេះអរុណក៏រះឡើងទើបគាត់គិតថាគោទាំងពីរនាំគ្នាធ្វើនៅកម្មណតើមានហេតុដូចម្ដេចទើបរមើមើលនៅផ្លូវឃើញទារកក៏គិតថាកម្មរបស់យើងធ្ងន់ណាស់ណមានចិត្តត្រេកអរថាយើងបានកូនប្រុសហើយទើបនាំក្មេងទៅកាន់ផ្ទះនាងកាលីទៅដល់ហើយសេដ្ឋីសួរក៏ប្រាប់ព្រឹត្តិការណ៍នោះដល់លោកសេដ្ឋីក៏ប្រាប់ថានាងចូលយកទ្រព្យ1000ឲ្យដល់ដង្ខៅរទេះនោះហើយនាំក្មេងនោះត្រឡប់មកវិញដូច្នេះហើយនាងកាលីក៏បានធ្វើតាមពាក្យបញ្ជានោះគ្រានោះសេដ្ឋីពោលនឹងនាងកាលីនោះថាឥឡូវនេះនាងចូលនាំវាទៅកាន់ព្រៃស្មសានហើយឲ្យវាដេកក្នុងចន្លោះនៃគុម្ពឈើវាត្រូវសត្វទាំងឡាយមានឆ្កែព្រៃជាដើមទំពាស៊ីក៏ត្រូវអមនុស្សប្រហារឲ្យស្លាប់នៅក្នុងទីនោះនាងគប្បីដឹងថាវាស្លាប់ឬក៏មិនទាន់ស្លាប់សឹមត្រឡប់មកនាងកាលីនាំក្មេងនោះទៅឲ្យដេកក្នុងព្រៃស្មសានហើយបានឈរនៅក្នុងទីដ៏សមគួរមួយឆ្កែក្តីក្អែកក្តីអមនុស្សក្តីមិនអាចចូលទៅចិត្តក្មេងនោះបានមានពាក្យសួរថាបណ្ដាជនទាំងឡាយមានមាតាបិតាបងប្អូនជាដើមនរណាមួយឈ្មោះថាជាអ្នករក្សាក្មេងនោះមិនមែនឬតើនរណារក្សាក្មេងនោះឆ្លើយថាបញ្ញកម្មគឺការព្រោះដែលទារកនោះឲ្យប្រព្រឹត្តទៅបានគឺការព្រោះដែលទារកនោះឲ្យប្រព្រឹត្តទៅហើយដោយសេចក្តីស្នេហាក្នុងព្រះបច្ចេកពុទ្ធការខ្លួននៅជាឆ្កែនោះឯងរមែងរក្សា